Từបញ្ចប់បេសកកម្មដ៏ថ្មីជើងគួយអេណាមិនខ្វល់រឿងថែសម្រស់មានគម្រោងបន្តបេសកកម្មថ្មីគ្រាន់តែបញ្ចប់បេសកកម្មដ៏ថ្មីជើងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែកញ្ញាគួយអេណាមានគម្រោងនឹងបន្តបេសកកម្មថ្មីជាបន្តទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរនៅកម្ពុជាដោយមិនខ្វល់ពីរឿងថែរក្សាសម្រស់បេសកកម្មដ៏ថ្មីជើងរបស់កញ្ញាគួយអេណាពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបបានផ្ទុះកក្រើកពេញក្នុងនិងក្រៅប្រទេសនិងទទួលបានការគាំទ្រខ្លាំងពីមហាជនអ្នកខ្លះស្ទើរតែមិនជឿថានារីដ៏ស្រស់ស្អាតរូបនេះអាចនឹងធ្វើបាននោះទេដែលសុខចិត្តលះបង់សម្រស់កម្លាំងកាយចិត្តដោយចម្ងាយរាប់រយគីឡូម៉ែត្របែបនេះប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺគួយអេណាធ្វើបានសម្រេចក្នុងបេសកកម្មរបស់ខ្លួនថែមទាំងបានឆក់យកបេះដូងយ៉ាងច្រើនពីមហាជនជាមួយនឹងភាពជោគជ័យរបស់ខ្លួននេះកញ្ញាគួយអេណាក៏មានគម្រោងបង្កើតបេសកកម្មថ្មីមួយទៀតដើម្បីផ្សារភ្ជាប់តំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាដោយគម្រោងដ៏ថ្មីជើងពីភ្នំពេញទៅខេត្តសៀមរាបដែរកញ្ញាគួយអេណាមិនទាន់បង្ហើបប្រាប់ថានឹងបន្តបេសកកម្មទៅប៉ែកខាងណានៅឡើយទេដោយសារទើបតែបញ្ចប់បេសកកម្មទី1របស់ខ្លួននាងថាគម្រោងអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះបន្ទាប់ពីបំពេញបេសកកម្មទី1ចប់កញ្ញាគួយអេណាក៏បានបង្ហាញវត្តមានថ្មីជាមួយឈុតសម្លៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតនៅទឹកដីអង្គរតាមរយៈវីដេអូនិងរូបភាពរបស់នាងគឺបានទាក់ចិត្តភ្ញៀវជាតិនិងអន្តរជាតិជាច្រើនក្រឡេកមកមើលសម្រស់កញ្ញាគួយអេណាវិញគឺមានការប្រែប្រួលច្រើនមិនស្រស់ស្អាតដូចកាលពីមុនទេជាពិសេសសម្បុរស្បែកករបស់នាងពេលនេះកាន់តែឡើងខ្មៅជាងមុនចំពោះរឿងសម្រស់កញ្ញាគួយអេណាបានបញ្ជាក់ថានាងមិនខ្វល់ពីរឿងសម្រស់នោះទេពីព្រោះនាងចង់ធ្វើបេសកកម្មនេះឲ្យចប់និងជោគជ័យអ្វីត្បិតតែសម្បុរនាងមើលទៅខ្មៅបន្តិចមែនប៉ុន្តែស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ដូចដឹងស្រាប់ហើយថានាងជាមនុស្សម្នាក់ដែលស្រឡាញ់សម្បុរបែបនេះ